បាទសូមគោរពពុកម៉ែអូនពូមីងបងប្អូនជាទីគោរពពីខ្ញុំបាទជើងរ៉ា CR សំណងទទួលមកការសាងសង់និងជួសជុលផ្ទះ25ខែក្រុងបាទខណៈនេះដែរខ្ញុំសូមមកបង្ហាញចំណុចទី4ដែលខ្ញុំបាទចង់បង្ហាញពីទយោហើយឬមួយក៏ជាទយោខ្យល់ដែលជាទយោដែលយើងជួយរំដោះខ្យល់ចេញពីក្នុងអាងយើងប្រើពីកន្លែងនេះដើម្បីឲ្យខ្យល់វាវិលវាធ្វើឲ្យអាងយើងនឹងកាត់បន្ថយក្លិនបានច្រើនណាបាទបើសិនជាយើងអត់ដាក់ទយោខ្យល់ឬមួយក៏ទយោហើយទេអាងយើងប្រើច្រើនឆ្នាំវាអាចបង្កជាក្លិនមិនល្អឬមួយក៏ជាហ្គាសទុកនៅក្នុងអាងនេះច្រើនហើយសម្រាប់ទយោហើយឬមួយក៏ជាទយោខ្យល់នេះគឺយើងដាក់នៅខាងលើគេបំផុតដែលជួយរំដោះក្លិនដែលមិនល្អក្លិនស្អុយភីចេញពីអាងមកក្រៅបានច្រើនកាត់បន្ថយការក្លិនស្អុយនិងហ្គាសនៅក្នុងអាងបាទហើយក៏សូមអរគុណពុកម៉ែអ៊ំពុំមីងបងប្អូនទាំងអស់ដែលបានទស្សនាវីដេអូខ្ញុំបាទកន្លងមកក៏សូមជូនពរពុកម៉ែអ៊ំពុំមីងបងប្អូនទាំងអស់មានសុខភាពល្អមានសុភមង្គលរកស៊ីទទួលទានមានបានគ្រប់គ្នាបាទសូមអរគុណច្រើនសូមជម្រាបលា